ក្រុមអ្នកសង្កេតការអាស៊ានដើរលើកទង់ការពារកុំឲ្យទាហានសៀមឈ្លានពានកម្ពុជាបន្តទៀតក្រោយបាត់ឈប់បាញ់នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាចន្លោះពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កងទ័ពខ្មែរតែងតែគោរពតាមកិច្ចព្រមព្រៀងនោះយ៉ាងម៉ឺងម៉ាត់តែផ្ទុយទៅវិញបែរជាទាហានសៀមរំលោភបំពានឥតឈប់ឈរជាបន្តបន្ទាប់មកលើកម្ពុជាហើយចុងក្រោយពួកឈ្លានពានបានវាយប្រហារមុនជាលើកទី2នៅថ្ងៃទី7ខែធ្នូនិងបានធ្វើឲ្យផ្ទុះសង្គ្រាមជាថ្មីរហូតដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ទើបឈប់ប្រយុទ្ធគ្នាវិញតែឥឡូវក្រុមអ្នកសង្កេតការអាស៊ាន AOT បានចុះទៅលើកទង់ផ្លូវការខណៈកំពុងចុះត្រួតពិនិត្យនៅតាមតំបន់រងគ្រោះនានាបើតាមលោកស្រីឧត្តមសេនីយ៍ម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាក្រុមអ្នកសង្កេតការអាស៊ាន AOT បានធ្វើបេសកកម្មស៊ើបសង្កេតផ្ទៀងផ្ទាត់និងរាយការណ៍ចំនួន6ករណីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងឆមាសទី1នាខែមករាបន្ទាប់ពីបាត់ឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី27ខែធ្នូឆ្នាំ2025លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិបានសង្កត់ធ្ងន់ថាកម្ពុជាបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅកិច្ចព្រមព្រៀងឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានាថ្ងៃទី26ខែតុលាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតពិសេសកម្ពុជាថៃលើកទី3 GBC នាថ្ងៃទី27ខែធ្នូឆ្នាំ2025និងឯកសារពាក់ព័ន្ធផ្សេងទៀតកម្ពុជាបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT និងបានសង្កត់ធ្ងន់លើសារៈសំខាន់ដែលមិនអាចខ្វះបានក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT ការគាំទ្របែបនេះមានគោលបំណងផ្ទៀងផ្ទាត់និងធានាឲ្យបាននូវការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពសម្រាប់បទឈប់បាញ់និងដើម្បីលើកកម្ពស់តម្លាភាពគណនេយ្យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមកបច្ចុប្បន្នក្រុមអ្នកសង្កេតការអាស៊ានបាននឹងកំពុងតែបំពេញភារកិច្ចរបស់ខ្លួនចុះទៅកាន់តំបន់ជាច្រើនប៉ុន្តែបេសកកម្មរបស់ AOT នាពេលនេះគឺខុសពីមុនដោយមានទាំងការលើកទង់ផងដែរសកម្មភាពលើកទង់របស់ AOT បានបង្ហាញន័យយ៉ាងច្បាស់ថាទី1ជាការការពារខ្លាចទាហានថៃដើរធ្វើផ្ដេសផ្ដាសបន្តទៀតព្រោះកាលពីសង្គ្រាមលើកទី1ក្រោយបាត់ឈប់បាញ់ទាហានសៀមបានដើររាយបន្លាលួសដើរល្បាតពាសវាលពាសកាលជន់មីនដោយខ្លួនឯងហើយបានចោទប្រកាន់ទម្លាក់កំហុសដាក់កម្ពុជានិងបានចាក់ឧបករណ៍បំពងសម្លេងរំខានដល់ការរស់នៅរបស់ពលរដ្ឋខ្មែរទី2បង្ហាញភាពស្របច្បាប់របស់កម្ពុជាហើយមានតែចោលទេទើបខ្លាចប៉ូលីសចាប់ប៉ុន្តែបើមនុស្សត្រឹមត្រូវពិតជាមិនខ្លាចសមត្ថកិច្ចទី3ស្វែងរកភាពត្រឹមត្រូវថ្នាក់តំបន់រហូតឈានទៅដល់កម្រិតអន្តរជាតិព្រោះបើសៀមនៅតែបន្តរំលោភទៀតគឺភស្តុតាងរបស់ AOT អាចជួយដល់ដំណើរការតាមផ្លូវច្បាប់ដោយសារតែ AOT ចុះមកបំពេញបេសកកម្មក្នុងនាមជាផ្នែកជាច្រមុះរបស់អាស៊ានហើយក៏មានន័យជាតំណាងឲ្យអាស៊ានផងដែរ